ភាពលេចធ្លោដែលយើងមានណាអាចនឹងខ្លាចជាសេចក្តីអំនួតដែលអ្នកដទៃមើលមកគេចោទយើងថាជាមនុស្សដែលមានអំនួតតាមពិតទៅយើងអត់បានគិតអ្វីដែលថាយើងលើកខ្លួនឯងទេប៉ុន្តែនៅពេលណាដែលយើងចូលក្នុងចំណោមមនុស្សជាច្រើនហើយយើងចាប់ផ្ដើមមានភាពលេចធ្លោមានភាពមកទៅតាក់ទាញលយអាហ្នឹងចាប់ផ្ដើមមានមនុស្សជាច្រើនដែលគេស្អប់យើងហើយគេនឹងនិយាយថាយើងអំនួតតែអ្វីដែលយើងត្រូវគិតយើងត្រូវស្គាល់ខ្លួនឯងបើសិនជាយើងទោទទណ្ឌតាមគេយើងប្រកាសជាមានអារម្មណ៍ល្អយើងអាចបាក់ទឹកចិត្តនឹងបន្ទោសខ្លួនឯងហើយយើងសួរមើលថាអំនួតគឺជាអ្វីអំនួតគឺជាការលើកដំកើងខ្លួនឯងណាអត្ថន័យនៃពាក្យអំនួតជាការលើកដំកើងខ្លួនឯងជាការគិតថាខ្លួនអស់ចាងឲ្យលយប៉ុន្តែបើសិនជាយើងអត់មានគំនិតទាំងអស់ហ្នឹងទេហើយគេចោទយើងថាជាមនុស្សមានអំនួតបានន័យថាយើងជាមនុស្សមានភាពលេចធ្លោឯងអញ្ចឹងវាអត់មានជាបញ្ហាអ្វីទេគាត់តែយើងសប្បាយចិត្តទៅថាយើងអត់មានបានគិតថាយើងលយយើងអស់ចាផងតែគេថាយើងមានអំនួតហ្នឹង